កាហ្វេនៅភ្នំនៅក្រុងផឹកអស់ហើយនៅឡើយតែផឹកកាហ្វេនៅលើក្បូរនោះអូកោះភ្លក់លើកមុនញ៉ាំមាត់ដុតទៅជូរចេកនៅវាលវែងឥឡូវមកញ៉ាំនៅកោះកុងម្ដងអានេះរបៀបទឹកអូហើយមិនគាត់ថាអាចងូតបានទៀតបាត់ស្បែកជើងមកចេះចំណាយពេល2យប់3ថ្ងៃនៅក្នុងសហគមន៍អេកូទេសចរជីផាត់ខ្ញុំចេញពីផ្ទះទៅខ្ទង់ប្រហែលជាម៉ោង10ផុតពីភ្នំពេញទៅខ្ញុំក៏បានជិះតាមរយៈផ្លូវលបឿនលឿនហើយចុះពីផ្លូវលបឿនលឿនគឺចេញតាមច្រកកំពង់សីឡាចុះពីលបឿនលឿនក៏បន្តដំណើរតាមផ្លូវធម្មតាទៀតហើយផ្លូវទៅកោះកុងនេះវាមានផ្លូវស្អាតនិងផ្លូវអត់ស្អាតដោយសារតែផ្លូវមកកណាត់ខ្លះគឺគេកំពុងតែជួសជុលកំពុងតែធ្វើឡើងវិញអញ្ចឹងចំណាយពេលប្រហែលជា2ម៉ោងកន្លះខ្ញុំក៏បានមកដល់កំពង់ចម្លងជីផាតបងប្អូនមើលទៅអាចថាមកផ្លែតហើយស្រួលប៉ុន្តែជាក់ស្ដែងជីកាត់ព្រៃភ្នំផងកាត់កលុកកាត់គ្រួក្រហមផងត្មមតែបានមកដល់នឹងហើយការឆ្លងព្រៃទៅកាន់សហគមន៍ជីផាតហ្នឹងគឺអត់ឆ្ងាយម៉ានេះបងប្អូនទាំងអស់គ្នាបើគិតពីវាស់ចំហៀនដើរប្រហែលជា100ចំហៀនអីហ្នឹងអញ្ចឹងចំណាយពេលឆ្លងតែ5នាទីអីហ្នឹងគិតទាំងកាយាសាឡាងហើយការឆ្លងនេះសម្រាប់ឡានមួយគ្រឿងគឺអស់លុយ$5តទៅពីឆ្លងសាឡាងហើយខ្ញុំក៏បានមកដល់ទឹកដីជីផាត់ហើយគឺយើងជិះកាត់តាមផ្ទះអ្នកស្រុកអ្នកភូមិអញ្ចឹងណាបងប្អូនតាមរយៈផ្លូវគ្រូក្រហមហ្នឹងទៅជិះមករៀងឆ្ងាយគួរសមដែរខ្ញុំក៏បានមកដល់លំហអូកៃដែលយើងនឹងធ្វើដំណើរចូលបន្តទៅទៀតខ្ទង់ប្រហែលជា1200ម៉ែត្រជិះមកបដាស្ងាត់សរសើរបដាថាហេតុអីបានជាបងប្អូនយើងគាត់អាចទៅធ្វើ resort នៅកណ្ដាលភ្នំហ្នឹងបានហើយផ្លូវនេះអាចជិះបានតែឡានមួយទេបើសិនជាមានឡាន2ទៅវិញទៅមកអាចនឹងពិបាកជិះគ្នាបន្តិចមកដល់កន្លែងនេះគឺជាការស្វាយចន្ទីឡើងក៏អូបទ្រុបហ្មងតែរៀងស្ងាត់ដែរបើសិនជាមកដល់ពេលយប់អីរៀងបាសសក់អីផុតจากការចន្ទីហ្នឹងយើងក៏មកដល់ដីវាលធំមួយនៅក្បែរជើងភ្នំហើយឃើញមានពណ៌លបងឡើងស្អាតហ្នឹងគឺពិតជាដីមានម្ចាស់ហើយខ្ញុំស្រឡាញ់មែនតើសម័យថាបើសិនជាមានកូនដីនៅជើងភ្នំតូចមួយមិនដឹងសប្បាយចិត្តប៉ុណ្ណាឥឡូវនេះគឺខ្ញុំបានមកដល់ resort ទី1ដែលខ្ញុំនឹងត្រូវគេនៅយប់នេះហើយគឺមានឈ្មោះថាអូកៃវ៉ាឡេតោះទៅមើលបន្ទប់គេងទាំងអស់គ្នាបន្ទាប់ពីទុកដាក់អីវ៉ាន់សម្រាប់មកស្ទុះហើយខ្ញុំក៏បានរៀបចំខ្លួនដើម្បីធ្វើការថតរូបដោយសារតែរៀងល្ងឹតដែរហើយថតរូបបានពី3ប៉ោះហើយខ្ញុំក៏មកអង្គុយលេងស្រូបយកខ្យល់បរិយាកាសមកស្ទុះមុននឹងយើងទៅញ៉ាំអាហារពេលល្ងាចមាន់ដុតតយងចេកទៀតហើយអូកោះភ្លក់លើកមុនញ៉ាំមាន់ដុតតយងចេកនៅវាលវែងឥឡូវមកញ៉ាំនៅកោះកុងម្ដងចាំមើលណាមកយ៉ាងម្នាក់គាត់ថាណាផលតយងចេកធម្មតាតយងចេកស្រុកភូមិយើងធម្មតាមិនមែនតយងចេកភ័យណាអញ្ចឹងរសជាតិរៀងផ្អែមជាងបន្ទាប់ពីអាហារពេលល្ងាចហើយខ្ញុំក៏មកអង្គុយលេងសម្ដែងធ្វើជាមើលសភៅព្រោះថានៅនោះអត់មានអ៊ីនធឺណិតអត់មាន Wi-Fi ទេទូរស័ព្ទគឺប្រៀបដូចជាដុំថ្មអញ្ចឹងសម្រាប់អ្នកដែលគាត់ introvert អត់ចូលចិត្តអញ្ញែញ៉ៃច្រើនចង់មានពេលវេលាស្ងប់ស្ងាត់ជាមួយនឹងធម្មជាតិស្ដាប់សំឡេងព្រៃព្រឹក្សាចាប្រៀបយំអាចមកទីនេះបានឬសម្រាប់អ្នកដែលគាត់ចង់ពិសោធន៍ខ្លួនឯងថាអូខេយើងដាច់អ៊ីនធឺណិតរយៈពេលប្រហែលថ្ងៃបានអីអញ្ចឹងណាបើសម្រាប់ខ្ញុំអត់បញ្ហាទេហើយខ្ញុំក៏មិនមែន introvert អីដែរគ្រាន់តែខ្ញុំចូលចិត្តស្ងប់ស្ងាត់ហើយនេះគឺជាថ្ងៃទី2បើផ្នែកឡើងមកគឺខ្ញុំដើរ enjoy នៅក្នុងនឹងមួយផ្លែតទៀតសិនមុននឹងយើងធ្វើដំណើរទៅកាន់ resort មួយផ្សេងទៀតសម្រាប់បទពិសោធន៍ដែលខ្ញុំគេងនៅនេះបានមកយកគឺខ្ញុំសុំរ៉េតឲ្យតែ7លើ10ទេបើនិយាយពីទីតាំងរបស់គាត់បន្ទប់របស់គាត់ decoration របស់គាត់គឺល្អតែការរៀបចំសម្ភារៈប្រើប្រាស់អនាម័យការបោសសម្អាតគឺនៅរៀងស្ទើរសុំតោះនិយាយអាក្រក់ស្ដាប់មានអារម្មណ៍ថាគាត់ដូចទុកចោលអត់សូវបានរៀបចំមើលថែដិតដល់តែយ៉ាងណានេះជាការរិះគន់ក្នុងន័យស្ថាបនាទេហើយទន្ទឹមនឹងចំណុចដែលអត់ល្អខ្ញុំក៏មានចំណុចដែលពេញចិត្តមួយចំនួនដូចគ្នាគឺដូចជាបរិយាកាសខ្យល់ត្រជាក់នេះគឺខ្ញុំពេញចិត្តខ្លាំងមែនតើហើយសម័យថាបើសិនជាមកចំខែវស្សាទៀតមិនដឹងថាធម្មជាតិនឹងស្រស់ត្រកាលប៉ុណ្ណាទេខ្ញុំបានអង្គុយចំណាយពេលជាមួយខ្លួនឯងជាមួយនឹងបរិយាកាសនៅនឹងគឺយូរមែនតើបងប្អូនអាចស្ដាប់សំឡេងខ្យល់បាន
បន្ទាប់ពី check out ពី resort មួយនេះខ្ញុំក៏បានទៅហាងកាហ្វេមួយដែលមានឈ្មោះថា The Stop Cafe នៅគៀកគ្នាជាមួយនឹង resort ទី2ដែរប៉ុន្តែអត់ទាន់ដល់ម៉ោង check in ខ្ញុំក៏មក enjoy នៅនេះសិនទៅទោះបីជាកាហ្វេអត់សូវឆ្ងាញ់តែខ្ញុំ highly recommend មែនតើសម្រាប់អ្នកដែលគាត់ចូលចិត្តបោះតង់ព្រោះនៅនេះកន្លែងរៀបចំបោះតង់របស់គាត់គឺស្អាតមែនតើហើយមើលទៅគឺ romantic តែម្ដងបើនិយាយពីបរិយាកាសវិញគឺថាខ្ញុំស្រឡាញ់ខ្លាំងមែនតើហើយទីតាំងរបស់គាត់គឺនៅជាប់ជាមួយនឹងទឹកជ្រោះអញ្ចឹងបើសិនជាមកចំខែវស្សាមានទឹកលេងគឺអេហ្មងសូម្បីតែខ្ញុំមកខែនេះគឺខ្ញុំនៅតែមើលឃើញស្អាតហើយខ្យល់នៅតែត្រជាក់អញ្ចឹងអ្នកនរគ្នាខ្ញុំឃើញផ្លានេះតំណងមែនតើឃើញហើយតំណងញ៉ាំអូស៊ូមចិត្តអត់នេះអូអានេះចក្រមនេះធំហ៎អូចង់បាសនេះអូ Oh my godចេញពី The Stop Cafe ខ្ញុំក៏មកដល់ Sunbeam Valley ដែលជា resort ទី2ដែលខ្ញុំត្រូវគេនៅយប់ហ្នឹងមកដល់ resort មួយនេះគឺខ្ញុំ rate ឲ្យ10 លើ 10 ហ្មងទាំងបរិយាកាសទីតាំងការទទួលរាក់ទាក់ភ្ញៀវក៏ដូចជាបន្ទប់ដែលខ្ញុំគេងហ្នឹងគឺស្អាតខ្លាំងមែនតើឥឡូវខ្ញុំនាំបងប្អូនទៅមើលទាំងអស់គ្នាបងប្អូនគ្រាន់តែឃើញទឹកមុខខ្ញុំគឺដឹងថាខ្ញុំរំភើបប៉ុណ្ណាហើយខ្ញុំពេញចិត្តជាមួយនឹងបន្ទប់នឹងប៉ុណ្ណាហើយសម្រាប់ផ្ទះមួយនេះគឺមាន2ជាន់ខាងលើនេះគឺជាបន្ទប់ខែ2ដែលយើងអាចគេងលក្ខណៈគ្រួសារបានមានប៉ាម៉ាក់បងប្អូនអីចឹងណាធំទូលាយហើយស្អាតខ្លាំងមែនតើហើយជាន់ខាងក្រោមនេះគឺជាបន្ទប់ខែមួយដែលនៅជាប់ជាមួយនឹងទឹកជ្រោះហ្មងខ្ញុំគ្រាន់តែដើរមើលសិនអត់ទាន់បានចូលសម្រាប់នៅក្នុងបន្ទប់ទេដោយសារតែខ្ញុំចង់មក enjoy ផឹកកាហ្វេនៅខាងក្រៅនេះសិនអញ្ចឹងណាហើយកាហ្វេនេះបើសិនជាអ្នកទាំងអស់គ្នាចង់គ្រាន់តែមកញ៉ាំកាហ្វេអត់ចង់មកសម្រាប់នៅ resort ហ្នឹងក៏បានដូចគ្នានិយាយទៅបរិយាកាសនៅកន្លែងកាហ្វេគាត់ហ្នឹងក៏តំណងដែរហើយពេលដែលខ្ញុំមកដល់ហ្នឹងគឺខ្ញុំមកចាំពេលថ្ងៃត្រង់គឺត្រូវញ៉ាំអាហារថ្ងៃត្រង់ខ្ញុំក៏បានកំងមកហូបមួយចំនួនដែរប្រចាំនៅនឹងហ្មងអញ្ចឹងតោះចង់ដឹងហូបអីគេទៅមើលទាំងអស់គ្នាតោះអ្នកនរគ្នាខ្ញុំបានកំងមាត់ដុតដើមចេកព្រៃហើយអីចឹងឥឡូវទៅមើលទាំងគ្នាវ៉ាវអូយខ្ញុំញ៉ាំមាន់ដុតម្ដងពីច្រើនខ្ញុំញ៉ាំមាន់ដុតទៅយងចេកព្រៃហើយនឹងទៅយងចេកយើងធម្មតាចេកទឹកចេកណាំវាយហ្នឹងណាតែឥឡូវនេះគឺយើងញ៉ាំមាន់ដុតដើមចេកព្រៃអូ my god ខ្លាចមែនតើខ្ញុំមិនដែរញ៉ាំទេអញ្ចឹងឥឡូវតោះយើងមកធ្វើទាំងអស់គ្នាចង់ដឹងថាឆ្ងាញ់អត់ទេប៉ុន្តែមើលទៅតំណងមែនតើដោយសារតែចង់អុយទៅយងចេកព្រៃដើមចេកព្រៃនេះអានេះដើមចេកណាប្លែកមែនតើអ្នកនរគ្នាប្លែកឆ្ងាញ់ឥឡូវយើងភ្លក្សសាច់ម្ដងទៅចង់ឆ្លាក់កគាត់ដុតស្ងួតល្អគ្រីមល្អឆ្ងាញ់ឆ្ងាញ់ណាស់ហើយជាមួយនឹងទេសភាពនេះអូបន្ទាប់ពីញ៉ាំបាយថ្ងៃត្រង់ហើយខ្ញុំក៏ចូលមកសម្រាប់នៅក្នុងបន្ទប់ហើយរៀបចំសម្លៀកបំពាក់ទុកសម្រាប់ថតរូបពេលល្ងាច
ឥឡូវខ្ញុំបានរៀបចំខ្លួនហើយអញ្ចឹងតោះទៅថតរូបឲ្យ enjoy ជាមួយនឹងបរិយាកាសនៅនឹងទាំងអស់គ្នាថតរូបពីបេប៉ោហើយចំណាយពេលជាមួយនឹងធម្មជាតិចំណាយពេលជាមួយនឹងខ្លួនឯងតែមួយសន្ទុះឥឡូវនេះគឺដល់អាហារពេលល្ងាចទៀតហើយនេះគឺមានស្ងោរឈុកមាន់ហើយនឹងបកាចប់អាហារពេលល្ងាចហើយក៏ចូលមកដល់អាហារពេលយប់ម្ដងហើយកន្លែងនេះខ្ញុំនឹងឲ្យបងប្អូនមកស្ដាប់សលេងពិតៗនៅក្នុងនឹងហ្មងអូសលេងសត្វយំល្អដល់ASMR ជាមួយនឹងសត្វយំពេលយប់ចិត្តអាឡឹកអូខេ let's try និយាយទៅផ្អែមឆ្ងាញ់ហ្មងទ្រីបនេះអាចនិយាយបានថាជោគជ័យទី1ខ្ញុំបានថតរូបកន្លែងដែលខ្ញុំចង់ថតទី2ខ្ញុំញ៉ាំម្ហូបឆ្ងាញ់ទី3ទេសភាពបរិយាកាសគឺស្រស់ស្រាយខ្លាំងមែនតើនិយាយទៅអើយ I love ហ្មងតែអរគ្នាវិញគាត់យកក្រូចថ្លុងមកឲ្យទៀតហើយក្រូចនេះគឺជាក្រូចដើមនៅក្នុងភូមិនៅក្នុងចក្រាគាត់ហ្មងណាអញ្ចឹងតោះយើងមកភ្លក់អូខេយើងភ្លក់ក្រូចខេត្តកោះកុងផ្អែមឆ្ងាញ់មែនតើខូចមានតែខូចអាឡឹកអាយ៉ាកែទៀតនេះអត់មានអីអូយធ្វើម៉េចគឺបាត់ស្បែកជើងមកចេះហើយកន្លែងនេះបងប្អូនគ្រាន់តែអង្គុយសុកគឺមានជន់ក្បាលខូចលួចស្បែកជើងទៅអង្គាមអញ្ចឹងបងប្អូនទៅត្រូវមានការប្រុងប្រយ័ត្នផងចាហើយខ្ញុំស្រឡាញ់បរិយាកាសនៅនឹងពេលគឺខ្ញុំអង្គុយលេងរហូតដល់ម៉ោង11យប់អ្នកទាំងអស់គ្នាបានខ្ញុំចូលគេងបានតែម៉ោងភ្លឺបាត់ឥឡូវរៀបចំខ្លួនសម្រាប់ថ្ងៃថ្មីផឹកឡើងកាន់កៅកាហ្វេទៅរកកាហ្វេហើយជាមួយនឹង breakfast ខ្ញុំចេញរៀងពីព្រលឹមតិចដោយសារតែខ្ញុំចង់ញ៉ាំកាហ្វេនៅលើក្បូនដែលជា activity មួយដែលខ្ញុំស្រឡាញ់ហើយចង់ធ្វើខ្លាំងមែនតើអញ្ចឹងខ្ញុំជឿថាបងប្អូនប្រហែលជាអត់ដែលទេញ៉ាំកាហ្វេនៅលើក្បូនមើលទេសភាពព្រៃភ្នំអញ្ចឹងសម្រាប់បទពិសោធន៍មួយនេះគឺខ្ញុំចង់ឲ្យបងប្អូនទៅសាកទាំងអស់គ្នាព្រោះវាពិតជាមានន័យហើយស័ក្តិសមនឹងការចំណាយពេលវេលាខ្លាំងមែនតើកន្លែងនេះគឺខ្ញុំសូមសរសើរទៅបងម្ចាស់ resort ដែលគាត់យកចិត្តទុកដាក់មកលើភ្ញៀវខ្លាំងមែនតើនិយាយទៅដាច់អ៊ីនធឺណិត3ថ្ងៃតែជីវិតខ្ញុំនៅតែសប្បាយរីករាយធម្មតាកាហ្វេនៅភ្នំនៅក្រុងផឹកអាហារនៅឡើយតែផឹកកាហ្វេនៅលើក្បូននោះឃើញនៅឡើយតែផឹកកាហ្វេនៅលើទ្រូងបងហើយដែលសំខាន់គាត់ដឹងថាយើងស្រីចូលចិត្តថតរូបថតវីដេអូគឺថាគាត់រៀបចំប្រាប់ឲ្យយើងមកស្អាតពេញចិត្តហ្មងđược mua quay lên cà phê đấyឡើងទៅដល់លើក្បូនហើយរៀបចំសម្ដែងម៉ាស៊ីនសិនអញ្ចឹងបងប្អូនទាំងអស់គ្នាសកម្មភាព2យប់3ថ្ងៃនៅក្នុងតំបន់ Eco ទេសចរ Chipat គឺបានចាប់ធំប៉ុណ្ណឹងហើយបាយជួបគ្នានៅវីដេអូក្រោយ